បាទសួស្តីបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាវីដេអូនេះខ្ញុំធ្វើការណែនាំអំពីការ download ក៏ដូចជាការប្រើប្រាស់នៅ app វត្តមានសម្រាប់សុំច្បាប់ទៅលើខាងមន្ត្រីនគរបាលអញ្ចឹងដើម្បីអាចប្រើប្រាស់ app នឹងបានគឺទី1បងប្អូនទាំងអស់គ្នាត្រូវចូលទៅ download នៅក្នុង Play Store ឬក៏ App Store សម្រាប់ពពួក iOS អញ្ចឹងដោយសារទូរស័ព្ទរបស់ខ្ញុំគឺ Android ខ្ញុំចូលទៅក្នុង Play Store បាទបន្ទាប់មកកន្លែង search នេះបងប្អូនវាយពាក្យវត្តមាន app មកអញ្ចឹងខ្ញុំនេះគឺ search វត្តមាននេះមកបាទបន្ទាប់មកទៀតគឺបងប្អូនឃើញនេះ app logo រូបបែបនេះបាទដែលមានពណ៌រាងលឿងនេះអញ្ចឹងដោយសារខ្ញុំ download ធ្វើហើយអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បាន download គឺត្រូវ download ចូលមក download ទៅបាទអញ្ចឹងដោយសារខ្ញុំ download ហើយខ្ញុំអត់ download ទេបាទចឹងបាននេះគឺ app ហ្នឹងគឺខ្ញុំបាន download មកហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបាទអញ្ចឹងនៅពេលដែលបងប្អូនបើកមកគឺវាចេញផ្ទាំងបែបនេះហើយចំពោះ app ដែលយើងទើបនឹង download មកថ្មីគឺយើងអត់មាន username ហើយនឹង password សម្រាប់ login ចូលទេអញ្ចឹងចំណុចតែបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណមន្ត្រីនគរបាលជាតិយើងហ្នឹងមក scan បាទអញ្ចឹងគឺនៅខាងក្នុងគឺមាន QR អញ្ចឹងយកចុចសញ្ញា scan ហ្នឹងទៅគឺវាចូលបានហើយបាទដោយឡែកនៅចំណុចមួយទៀតនៅពេលដែលបងប្អូនចង់បានលេខកូដក៏ដូចជា password សម្រាប់ចូលនៅពេលក្រោយដោយយើងមិនចាំបាច់ scan អញ្ចឹងគឺយើងបង្កើតគណនីមួយទៅប្រើ username ហើយនិង password បាទអញ្ចឹងដើម្បីចូលទៅបង្កើតនៅ username និង password បានគឺបងប្អូនចូលទៅកន្លែង setting ឬពាក្យ setting ឬក៏ការកំណត់ជាភាសាខ្មែរបាទចឹងបងប្អូនចុចលើវាមកខ្ញុំដាក់កន្លែងកំពុងពណ៌ក្រហមហ្នឹងតមកគឺវានឹងចេញបែបនេះតមកបងប្អូនយកតែខ្ញុំដាក់ពណ៌ក្រហមហ្នឹងយកផ្លាក់ដូរលេខសម្ងាត់បាទអញ្ចឹងបងប្អូនចុចលើវាមកបាទបន្ទាប់ពីចុចមកគឺវានឹងឲ្យយើងដាក់នៅលេខសម្ងាត់username និងលេខសម្ងាត់ចំពោះ username នេះគឺយើងអាចផ្លាស់ប្ដូរបានទេដោយសារគឺអត់ជាអត្តលេខសម្រាប់មន្ត្រីនគរបាលម្នាក់អញ្ចឹងអត្តលេខហ្នឹងគឺនៅពេលដែល scan QR មកគឺវាចាប់យកតែម្ដងតែឡែក password គឺយើងអាចធ្វើការបង្កើតបានបាទហើយការដាក់ password នេះដែរចំពោះ password ឬក៏លេខសម្ងាត់ហ្នឹងគឺបងប្អូនត្រូវទី1វាយអក្សរធំជាភាសាអង់គ្លេសបន្ទាប់មកអក្សរតូចហើយ add ដែលគេហៅ add Yahoo add Gmail អីហ្នឹងអញ្ចឹងវាយ add ហ្នឹងមកតមកទ្រង់ជ្រូកហើយបងប្អូនដាក់លេខអ្វីដែលបងប្អូនស្គាល់ខ្លួនឯងទៅធ្វើម៉េចឲ្យបានតិចបំផុតគឺ8ខ្ទង់បាទអញ្ចឹងគឺលេខខ្ញុំបានដាក់នៅលើអេក្រង់ឲ្យហើយអាហ្នឹងសម្រាប់ password ហើយបន្ទាប់ពីបងប្អូនដាក់ហើយបងប្អូនចុចរក្សាទុកបាទអញ្ចឹងបន្ទាប់ពីបងប្អូនចុចរក្សាទុកហើយគឺ
វានឹងឲ្យលេខកូដនិង password សម្រាប់បងប្អូនចូលគណនីនៅពេលក្រោយដោយមិនចាំបាច់ scan ទៅលើអត្តនគរបាលទៀតទេបាទហើយតម្លៃចំពោះការស្នើសុំច្បាប់ទៅតាមប្រព័ន្ធ app នេះខ្ញុំនឹងធ្វើការបង្ហាញនៅពេលក្រោយហើយចំពោះការស្នើសុំច្បាប់ដែរគឺទៅតាមលក្ខខណ្ឌនៃច្បាប់ដែលក្រសួងមហាផ្ទៃបានណែនាំចឹងមានច្បាប់ប្រចាំឆ្នាំច្បាប់រយៈពេលខ្លីឬក៏ច្បាប់លំហែមិត្តភាពច្បាប់អីគឺមានចឹងបងប្អូនអាចមើលបន្ថែមខ្លួនឯងបាទចឹងវីដេអូនេះគឺមានប៉ុណ្ណឹងសូមអរគុណ